ការចូលរួមនេះគឺបង្ហាញអំពីទឹកចិត្តមួយក្នុងការថែរក្សានិងលើកតម្កើងអក្សរសាស្ត្រជាតិយើងតាមរយៈការឈប់ប្រើអក្សរឡាតាំងសំនៀងខ្មែរមែនតើទៅបើសម្រាប់ខ្ញុំបើយើងទៅបខំគេធ្វើទេលុះត្រាតែគេនឹងយល់ចេញពីចិត្តរបស់គេផ្ទាល់ទើបគេឈប់សរសេរដោយខ្លួនឯងហើយមួយវិញទៀតសម្រាប់ខ្ញុំក៏ការដើមឡើយក៏ខ្ញុំធ្លាប់សរសេរដែរតែនៅពេលដែលខ្ញុំស្ដាប់យល់ខ្ញុំឈប់សរសេរឯងសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីកម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារិមល្អប្រណិតសូមទៅកាន់ Suit Homeខ្ញុំឈ្មោះអិនសានរតមកពីខេត្តត្បូងឃ្មុំបងសំនៀងអង្គរលើកនេះគឺជាលើកទី1សម្រាប់ខ្ញុំដែលបានចូលរួមខ្ញុំទទួលបានលទ្ធផលលេខ3បងខ្ញុំមិនសូវរំពឹងហ្មងនេះបងព្រោះសារមានបេក្ខជនជាច្រើនដែលមានសមត្ថភាពមកចូលរួមបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានត្រៀមលក្ខណៈដូចជាខ្ញុំអានសៀវភៅបានច្រើនខ្ញុំសង្កេតមើលអាពាក្យណាដែលពិបាកឃើញលោកគេអាចយកមកចេញក្នុងសំនៀងអង្គរហ្នឹងហើយមួយវិញទៀតផងដែរខ្ញុំក៏បានវឹកហាត់សរសេរអក្សរខ្ញុំឲ្យស្អាតដើម្បីខេញលោយើងមានប្រៀបបន្ទុកជាងគេបាទក្នុងនាមខ្ញុំជាយុវជនខ្ញុំគិតថាព្រឹត្តិការណ៍សំនៀងអង្គរនេះគឺល្អហើយខ្ញុំសនំពរដល់យុវជនទាំងអស់ងាកមកចាប់អារម្មណ៍ព្រឹត្តិការណ៍នេះដែលជាព្រឹត្តិការណ៍មួយលើកកម្ពស់អក្សរសាស្ត្រជាតិយើងឲ្យបានរុងរឿងរីកចម្រើនហើយក៏ស្នើសុំឲ្យមានព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំកាលណាយើងមកចូលរួមមានថាយើងស្រឡាញ់អក្សរសាស្ត្រជាតិមកយើងមកចូលរួមទោះបីអ្នកខ្លះបានចូលរួមក៏ស្រឡាញ់ដែរតែគ្រាន់ថាការចូលរួមនេះគឺបង្ហាញអំពីទឹកចិត្តមួយក្នុងការថែរក្សានិងលើកតម្កើងអក្សរសាស្ត្រជាតិយើងព្រោះសារយើងដឹងហើយកាលណាអក្សរសាស្ត្រយើងរលត់ជាតិយើងរលាយតែបើកាលណាអក្សរសាស្ត្រយើងពន់រាយជាតិយើងថ្កើងថ្កានសម្រាប់ខ្ញុំចង់ស្នើដល់យុវជនយុវនារីទាំងអស់ឲ្យចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិយើងតាមរយៈការឈប់ប្រើអក្សរឡាតាំងសំនៀងខ្មែរមែនតើទៅបើសម្រាប់ខ្ញុំបើយើងទៅបខំគេធ្វើទេលុះត្រាតែគេនឹងយល់ចេញពីចិត្តរបស់គេផ្ទាល់ទើបគេឈប់សរសេរដោយខ្លួនឯងហើយមួយវិញទៀតសម្រាប់ខ្ញុំក៏ការដើមឡើយក៏ខ្ញុំធ្លាប់សរសេរដែរតែនៅពេលដែលខ្ញុំស្ដាប់យល់ខ្ញុំឈប់សរសេរឯងបាទហើយទៅម្យ៉ាងវិញទៀតយើងត្រូវដឹងពីប្រវត្តិសាស្ត្ររបស់យើងនៅពេលដែលសម័យអាណានិគមបារាំងគឺបារាំងអត់ចង់បារាំងចង់លុបបំបត្តិអក្សរសាស្ត្រជាតិរបស់យើងអញ្ចឹងនៅពេលដែលពេលនោះគឺដូនតារបស់យើងខិតខំពលិកម្មគ្រប់បែបយ៉ាងទាំងអស់រហូតដល់កើតមានសង្គ្រាមឆាតិទៅទៀតដើម្បីការពារថែរក្សាអក្សរសាស្ត្រជាតិយើងឲ្យបានគង់វង្សចុះយើងជាកូនចៅជំនាន់ក្រោយហេតុអីគ្រាន់តែថែរក្សាប៉ុណ្ណឹងថែរក្សាមិនបានរហូតដល់អ្នកខ្លះគេទៅសេជា public ទៀតអញ្ចឹងអានេះគឺជាហានិភ័យមួយណាស់សម្រាប់ខ្ញុំដែលខ្ញុំមើលឃើញអញ្ចឹងខ្ញុំសូមស្នើសុំដល់យុវជនទាំងអស់ស្វែងយល់ឡើងវិញអំពីតម្លៃនៃអក្សរសាស្ត្រជាតិរបស់យើងហើយក៏ស្នើសុំដល់ក្រសួងដែលពាក់ព័ន្ធទាំងអស់ឲ្យផ្សព្វផ្សាយអំពីតម្លៃនៃអក្សរសាស្ត្ររបស់យើងនឹងឲ្យបានទូលំទូលាយជាងនេះទៅទៀតធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69